ដំណើរសាច់រឿងមួយនេះចាប់ផ្ដើមឡើងនៅឆ្នាំ1960 បរិសម្នាក់នេះមានឈ្មោះថា Mori ជាអ្នកទោសត្រូវបានប៉ូលីសចាប់ខ្លួនបញ្ជូនទៅកាន់គុកមួយដែលមានឈ្មោះថា Alcatra គុកមួយនឹងស្ថិតនៅលើកោះកណ្ដាលសមុទ្រមានសន្តិសុខមើលការខុសត្រូវយាមការពារឡើងតឹងរឹងបំផុតគ្មានអ្នកទោសណាម្នាក់អាចរត់ចេញពីគុកមួយនេះបានទេ Mori គឺជាអ្នកទោសម្នាក់ដែលពូកែនិងល្បីល្បាញក្នុងការហែកគុករត់គេចខ្លួនខ្លាំងមែនទែននិងធ្លាប់មានបទពិសោធន៍រត់គេចខ្លួនចេញពីគុកបានសម្រេចប្រហែលជា5ទៅ6ដងរួចហើយនេះហើយគឺជាមូលហេតុដែលក្រុមប៉ូលីសចាប់បញ្ជូនខ្លួន Mori មកដាក់គុកនៅលើកោះមួយនេះកាត់ទោសឲ្យជាប់គុកអស់មួយជីវិតតែម្ដងពេលដែល Mori ចូលមកដល់គុកមួយនឹងភ្លាមគឺមានគ្រូពេទ្យម្នាក់ត្រួតពិនិត្យមើលរូបរាងកាយគ្រប់ទីកន្លែងទាំងអស់របស់ខ្លួនប្រាណ Mori ដើម្បីឲ្យប្រកាសថា Mori មិនមានជំងឺអ្វីឆ្លងទៅដល់អ្នកទោសផ្សេងទៀតបន្ទាប់ពីត្រួតពិនិត្យមើលអ្វីគ្រប់យ៉ាងអូខេរួចហើយក្រុមអ្នកយាមបាននាំខ្លួន Mori ដល់ចូលទៅកាន់ទីតាំងបន្ទប់ឃុំខ្លួននិងបាននិយាយទៅកាន់ Mori ថាស្វាគមន៍មកកាន់គុក Alcatra ព្រឹកថ្ងៃបន្ទាប់មកទៀតក្រុមអ្នកទោសទាំងអស់បានចេញមកញ៉ាំអាហារពេលព្រឹក Mori បានជួបជាមួយនឹងបរិសម្នាក់ទៀតដែលមានឈ្មោះថា Litmas ពួកគេអង្គុយញ៉ាំអាហារទល់មុខជាមួយគ្នានិងបាននិយាយស្គាល់គ្នាទៅវិញទៅមកអញ្ចឹងណាលោក Litmas មានសត្វកូនកណ្ដុរតូចមួយបានចិញ្ចឹមវាយកចិត្តទុកដាក់ចាត់ទុកវាដូចជាមិត្តភក្តិរបស់ខ្លួននិងបានយកអាហាររបស់គាត់ចែកទៅឲ្យសត្វកណ្ដុរមួយនឹងញ៉ាំផងដែរគណៈពេលដែលពួកគេទាំងពីរនាក់កំពុងតែនិយាយគ្នាស្រាប់តែ Mori បានក្លែកមើលឃើញបរិសម្នាក់ទៀតសម្លឹងមើលទៅកាន់គាត់មិនដាក់ភ្នែកទេហើយគេម្នាក់នឹងមានឈ្មោះថា Wolf ធ្វើកាយវិការចម្លែកអូកាឡាដាក់ទៅកាន់ Mori ប៉ុន្តែ Mori មិនបានចាប់អារម្មណ៍ជាមួយទេនិងបានបញ្ញាប់បញ្ញាល់ញ៉ាំអាហាររបស់ខ្លួនបន្តទៀតទៅពីព្រោះតែកាលណាអស់ម៉ោងក្រុមអ្នកយាមនិងអ្នកទោសទាំងអស់នឹងចេញទៅខាងក្រៅវិញហើយបន្តមកទៀត Mori ត្រូវបានលោកប្រធានគុកហៅទៅជួបនិយាយជាមួយគាត់មានឈ្មោះថា Warden បាននិយាយគម្រាមដាក់ទៅកាន់ Mori ថានៅទីនេះគឺជាគុកដែលមានប្រព័ន្ធការពារសន្តិសុខយាមកាមឡើងតឹងរឹងបំផុតនៅក្នុងពិភពលោកហើយឯងកុំមានគំនិតឬក៏ផែនការចង់រត់គេចចេញឲ្យសោះពីព្រោះតែតាំងពីដើមមកមិនមាននរណាម្នាក់អាចរត់គេចចេញពីគុក Alcatra មួយនេះបានទេហើយបើសិនជាអ្នកទោសហ៊ានតែរត់ចេញក្រុមសន្តិសុខនឹងបាញ់សម្លាប់ចោលជាមិនខានទោះបីជាឯងអាចរត់គេចខ្លួនចេញពីក្រុមអ្នកយាមឬក៏គុកមួយនេះបានក៏ដោយក៏ឯងមិនអាចឆ្លងកាត់សមុទ្រមួយនេះបានដែរពីព្រោះតែទឹកសមុទ្រមានសីតុណ្ហភាពត្រជាក់ខ្លាំងមានសម្ពាធខ្យល់ថែមទៀតពូកែហែលទឹកយ៉ាងណាក៏មិនអាចហែលរួចដែរច្បាស់ជាត្រូវលូនទឹកស្លាប់នៅក្នុងទឹកសមុទ្រនឹងជាមិនខានគណៈពេលដែល Mori កំពុងតែឈរស្ដាប់លោក Warden និយាយអំពីច្បាប់វិន័យរបស់គុកមួយនឹងស្រាប់តែ Mori បានប្រើប្រាស់ជំនាញ skill របស់គាត់លួចយកកន្ត្រៃកាត់កញ្ចក់របស់លោក Warden បានសម្រេចមិនឲ្យ Warden ចាប់អារម្មណ៍ដឹងឡើយពេលដែលត្រឡប់មកកាន់បន្ទប់ឃុំខ្លួនវិញ Mori បានយកវាមកកាត់សម្អាតកញ្ចក់ដៃរបស់ខ្លួននៅពេលដែលកាត់សម្អាតរួចហើយគាត់បានយកវាទៅលាក់ទុកនៅក្នុងកូនសៀវភៅដើម្បីការពារកុំឲ្យក្រុមអ្នកយាមឃើញឈុតបន្តទៀតនៅកន្លែងងូតទឹកស្រាប់តែអប៉ិដែលមានឈ្មោះថា Wolf បានដើរចូលមកនិយាយអូកាឡាស៊ីអារម្មណ៍ដាក់ទៅកាន់ Mori ចង់បាន Mori ធ្វើជាស្រីស្នេហ៍របស់ខ្លួននិយាយរួមទៅអប៉ិម្នាក់ហ្នឹងគឺស្រឡាញ់ប្រុសដូចគ្នាប៉ុន្តែ Mori គាត់មិនចូលចិត្តឡើយហើយក៏មិនចង់និយាយទៅប៉ែដែរ Mori បានវាយទៅកាន់ Wolf មិនឲ្យ Wolf តដៃវិញទាន់ទេចុងក្រោយ Wolf បានត្រឹមតែខ្មាស់គេត្រូវបានអ្នកផ្សេងទៀតសើចចំអកអញ្ចឹងណាបន្តទៀត Mori ត្រូវបានគេបញ្ជូនឲ្យមកធ្វើការនៅក្នុងបណ្ណាល័យរៀបចំយកសភៅទៅចែកឲ្យក្រុមអ្នកទោសអាន Mori បានជួបជាមួយនឹងបរិសម្នាក់ទៀតដែលមានឈ្មោះថា English ត្រូវបានកាត់ទោសឲ្យជាប់គុកមួយជីវិតពីបទចោទប្រកាន់សម្លាប់មនុស្សចំនួន2នាក់ប៉ុន្តែតាមការពិតទៅគាត់មិនមានបំណងសម្លាប់មនុស្សទេគ្រាន់តែការពារខ្លួនប៉ុន្តែបានជ្រុលដៃសម្លាប់ពួកគេទាំងពីរនាក់ក៏បានរាប់អានធ្វើជាមិត្តភក្តិជាមួយគ្នាទៅរយៈពេល2-3ថ្ងៃក្រោយមក Mori បានជួបជាមួយនឹងបរិសម្នាក់ទៀតដែលមានឈ្មោះថា Dot ជំនាញទេពកោសល្យរបស់គាត់គឺជាការគូររូបហើយមួយថ្ងៃគាត់គិតតែពីគូររូបប៉ុណ្ណោះដើម្បីកំដរជីវិតរបស់ខ្លួនកុំឲ្យឯកាកុំឲ្យមានការគិតច្រើននៅថ្ងៃមួយ Mori បានទៅអង្គុយនិយាយគ្នាជាមួយ England និងបានសួរនាំស្វែងយល់សិក្សាពីគុកមួយនេះឲ្យបានច្បាស់ England បាននិយាយឆ្លើយតបទៅវិញថាការហែកគុករត់ចេញពីទីនេះវាគឺជារឿងមួយដែលមិនអាចទៅរួចទេពីព្រោះតែក្រុមអ្នកយាមរាប់ចំនួនអ្នកទោសទាំងអស់ក្នុងមួយថ្ងៃចំនួន12ដងចំណែកកងការពារដែលនៅខាងក្រៅប្រើប្រាស់កំភ្លើងស្នេហ៍ជូនតម្រង់ជាប់ជានិច្ចរពេលវេលា24ម៉ោងតែម្ដងបើសិនជាមានអ្នកទោសណាម្នាក់មានបំណងចង់រត់គេចខ្លួនចេញពីគុកមួយនេះពួកគេនឹងបាញ់សម្លាប់ចោលភ្លាមប៉ុន្តែទោះបីជាអាចរត់គេចខ្លួនចេញពីក្រុមអ្នកយាមទាំងអស់នឹងបានក៏ដោយជីវិតរបស់ពួកយើងច្បាស់ជានឹងត្រូវលង់ទឹកស្លាប់នៅក្នុងទឹកសមុទ្រជាមិនខានដោយសារទឹកសមុទ្រមានសីតុណ្ហភាពត្រជាក់ហើយនឹងខ្សែទឹកហូរខ្លាំងដែលធ្វើឲ្យពួកយើងមិនអាចហែលទឹកឆ្លងរួចទេលុះនៅពេលយប់ឡើងមានអ្នកយាមម្នាក់បានដើរចូលមកនិយាយប្រាប់ទៅកាន់ Mori ថាពេលនេះមានការងារជាងឈើតម្រូវឲ្យ Mori ចូលទៅធ្វើការនិងបានផ្ដល់ប្រាក់កម្រៃឲ្យក្នុងរយៈពេល1ម៉ោងចំនួន15សេន Mori ក៏បានឆ្លើយយល់ព្រមទៅពីព្រោះតែគាត់មិនមានសិទ្ធិប្រកែកតវ៉ាអ្វីទាំងអស់ថ្ងៃបន្ទាប់ទៀតគណៈពេលដែល Mori កំពុងតែឈរនិយាយគ្នាលេងជាមួយនឹងលោក Dot ស្រាប់តែអប៉ិ Wolf បានឆ្លៀតឱកាសមួយនឹងវាយប្រហារទៅកាន់ Mori ដើម្បីជាការសងសឹកប៉ុន្តែមិនបានសម្រេចទេដោយសារតែ Mori ដឹងខ្លួនមុនកិច្ចទាន់និងបានវាយទៅកាន់ Wolf វិញផងដែរគណៈពេលពួកគេទាំងពីរនាក់កំពុងតែវាយគ្នាទៅវិញទៅមកក្រុមអ្នកយាមបានចូលមកហាមឃាត់ប៉ុន្តែ Wolf មិនស្ដាប់ទេថែមទាំងបានវាយទៅកាន់ក្រុមអ្នកយាមថែមទៀត Wolf ពេលនេះប្រៀបដូចជាឆ្កែស្គូនអញ្ចឹងចិត្តរបស់គេចង់តែសម្លាប់ Mori ចោលតែម្ដងភ្លាមនោះស្រាប់តែក្រុមអ្នកយាមបានប្រើប្រាស់កំភ្លើងស្នេហ៍បាញ់គំរាមដាក់ទៅកាន់ពួកគេទាំងពីរនាក់ឲ្យឈប់វាយគ្នាជាលទ្ធផលពួកគេទាំងពីរនាក់ត្រូវបានក្រុមអ្នកយាមយកទៅដាក់ឃុំខ្លួននៅកន្លែងគុកអង្ងឹតដើម្បីជាការដាក់ទោសដាក់ទណ្ឌកម្មទៅកាន់ពួកគេទាំងពីរនាក់ដែលបានវាយគ្នាបង្កភាពញ៉ៃញ៉ៃនៅក្នុងគុកអញ្ចឹងណាមិនតែប៉ុណ្ណោះក្រុមអ្នកយាមបានយកទឹកទយោមកបាញ់ដាក់
ដាក់ធ្វើបាបទៅកាន់ម៉ូរីខ្លាំងមែនទែនធ្វើឲ្យគាត់ស្ទើរតែខ្លាយជាមនុស្សមានវិបត្តិផ្លូវចិត្តទៅហើយពីព្រោះតែនៅកន្លែងងងឹតមិនឃើញពន្លឺថ្ងៃរហូតរយៈពេលក្រោយមកទៀតម៉ូរីត្រូវបានគេដោះលែងយកមកដាក់ឃុំខ្លួននៅកន្លែងដើមរបស់គាត់វិញលោកលៀនម៉ាស់ដែលមានសត្វចិញ្ចឹមជាសត្វកណ្ដុរបានប្រើសត្វកណ្ដុររបស់គាត់នាំយកក្តារសរសេរអក្សរមួយមកឲ្យម៉ូរីដែលបានសរសេរថាអបអរសាទរស្វាគមន៍ដែលឯងត្រឡប់មកវិញបន្ទាប់មកក៏មានអ្នកទោសថ្មីម្នាក់ទៀតដែលនៅជាប់ជាមួយនឹងម៉ូរីឈ្មោះរបស់គាត់គឺឆាលីពួកគេទាំងពីរនាក់បានចាប់ដៃស្វាគមន៍ណែនាំប្រាប់ឈ្មោះគ្នាទៅវិញទៅមកនិងបានរាប់អានធ្វើជាមិត្តភក្តិជាមួយគ្នាទៅបន្ទាប់ទៀតនៅថ្ងៃមួយលោក Warden ដែលជាប្រធានគុកបានដើរត្រួតពិនិត្យមើលទីតាំងកន្លែងដេករបស់ក្រុមអ្នកទោសស្រាប់តែគាត់មានការចាប់អារម្មណ៍ជាមួយនឹងកន្លែងរបស់លោកដតលោក Warden បានចូលទៅឆែកឆេរមើលឃើញថានៅក្នុងបន្ទប់របស់លោកដតមានផ្ទះគំនូរជាច្រើនជាស្នាដៃរបស់លោកដតជាអ្នកគូដោយផ្ទាល់តែម្ដងហើយនៅក្នុងចំណោមរូបគំនូរទាំងអស់ហ្នឹងក៏មានរូបភាពរបស់គាត់ផងដែរបន្ទាប់ពីបានឃើញផ្ទាំងរូបគំនូរខ្លួនឯងបែបនេះលោក Warden ហាក់ដូចជាមិនចូលចិត្តទេក៏មិនសប្បាយចិត្តដែរដូចនេះហើយគាត់បានបញ្ជាឲ្យកូនចៅរបស់ខ្លួនប្រមូលយករបស់របរសម្ភារៈសម្រាប់គូរូបភាពទាំងអស់ចេញពីបន្ទប់របស់លោកដតនិងបានដកសិទ្ធិមិនឲ្យគូរូបបន្តទៀតទេរូបអីក៏ដោយក៏មិនឲ្យគូដែរឲ្យតែហ៊ានលួចគូដឹងតែពួកគេដាក់ទោសដាក់ពិន័យធ្វើបាបជាមិនខានទាំងធ្វើសកម្មភាពរបស់ Warden មួយនឹងធ្វើឲ្យដតមានការខូចចិត្តខ្លាំងមែនទែនពីព្រោះតែតាំងពីដើមមកការគូរូបគឺជារឿងដែលសំខាន់មានន័យបំផុតសម្រាប់ខ្លួនដែលអាចឲ្យគាត់រក្សាជីវិតរស់នៅក្នុងគុកមួយនឹងអញ្ចឹងមានន័យថារឿងដែលមិនឲ្យគាត់គូរូបភាពនឹងធ្វើឲ្យជីវិតរបស់គាត់ស្មើនឹងសូន្យតែម្ដងរស់នៅគ្មានន័យបន្តទៀតទេថ្ងៃបន្តមកទៀតនៅកន្លែងធ្វើការងារធ្វើជាជាងឈើម៉ូរីបានកត់សម្គាល់ថាលោកដតមានសកម្មភាពចម្លែកខ្លាំងមែនទែនគាត់សិតពិបាកចិត្តខុសប្លែកពីធម្មតាដូចនេះហើយម៉ូរីបាននិយាយប្រាប់ទៅកាន់ក្រុមអ្នកយាមឲ្យយកចិត្តទុកដាក់តាមដានខ្លុំមើលសកម្មភាពរបស់លោកដតឲ្យមែនទែនប៉ុន្តែក្រុមសន្តិសុខអ្នកយាមមិនបានចាប់អារម្មណ៍ខ្វល់ខ្វាយទេនិងបានដេញឲ្យម៉ូរីបញ្ញាប់ទៅធ្វើការងារទៅពីព្រោះតែរឿងហ្នឹងមិនមែនគឺជារឿងផ្ទាល់ខ្លួនរបស់ម៉ូរីទេខណៈពេលដែលពួកគេកំពុងតែធ្វើការងាររៀងៗខ្លួនលោកដតបានយកបថៅមកកាប់ម្រាមដៃរបស់ខ្លួនឯងចោលតែម្ដងដើម្បីជាការឌឺដងទៅកាន់លោក Warden វិញបើសិនជាមិនឲ្យគាត់គូរូបទេទុកម្រាមដៃរបស់គាត់នៅក៏គ្មានប្រយោជន៍ឯដែរបន្ទាប់ពីបានឃើញបែបនេះក្រុមអ្នកយាមក៏បានបញ្ញានាំយកលោកដតទៅជួយសង្គ្រោះនៅក្នុងមន្ទីរពេទ្យរបស់គុកចំណែកម៉ូរីគាត់បានឈរនៅស្ងៀមសម្លឹងមើលរឿងរ៉ាវអ្វីគ្រប់យ៉ាងដែលបានកើតឡើងដោយមានចិត្តអាណិតអាសូរលោកដតខ្លាំងមែនទែននៅពេលយប់ឡើងខណៈពេលដែលម៉ូរីនៅក្នុងបន្ទប់ឃុំខ្លួនរបស់គាត់ស្រាប់តែម៉ូរីបានសម្លឹងឃើញថាមានសត្វកន្លាតមួយក្បាលអាចវាចេញចូលតាមចន្លោះសំណាញ់ជាប់ជាមួយនឹងជញ្ជាំងរបស់គុកបន្ទាប់ពីបានឃើញបែបនេះម៉ូរីចាប់ផ្ដើមបែកគំនិតគិតថានៅខាងក្រោយកូនសំណាញ់ដែកមួយនឹងច្បាស់ជាមានចន្លោះប្រហោងចេញទៅខាងក្រៅរួចជាមិនខានប៉ុន្តែភ្លាមនោះស្រាប់តែអេងហ្គ្លីសបានរុញសភៅចូលមកដើម្បីចែកឲ្យក្រុមអ្នកទោសអានអេងហ្គ្លីសបាននិយាយប្រាប់ទៅកាន់ម៉ូរីថាមូលហេតុដែលដនកាត់ដៃរបស់ខ្លួនឯងបែបនេះពីព្រោះតែលោក Warden ដែលជាប្រធានគុកបានដកហូតសិទ្ធមិនឲ្យដតគូគំនូររូបភាពបន្តទៀតទេបន្ទាប់បានដឹងរឿងមួយនេះហើយធ្វើឲ្យម៉ូរីចាប់ផ្ដើមស្អប់អាប៉ែ Warden ដែលជាប្រធានគុកនឹងខ្លាំងមែនទែនថ្ងៃបន្តមកទៀតនៅពេលដែលពួកគេញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នាម៉ូរីបានជួបជាមួយនឹងបរិសុទ្ធពីរនាក់ផ្សេងទៀតដែលពួកគេទាំងពីរនាក់នឹងត្រូវជាបងប្អូនជាមួយគ្នាដែលមានឈ្មោះថា John ហើយនិងម្នាក់ទៀតមានឈ្មោះថា Clarence តាមការពិតទៅម៉ូរីបានស្គាល់ពួកគេទាំងពីរនាក់ជាយូរណាស់មកហើយពីព្រោះតែពួកគេធ្លាប់ជាប់គុកជាមួយគ្នានៅឯទីក្រុងអានតឡង់តាមកម្លេះនៅពេលនេះដែរពួកគេចាប់ផ្ដើមនិយាយជជែកគ្នារៀបចំផែនការដើម្បីឲ្យគុករត់ចេញពីទីនេះតែម្ដងដែលតាំងពីមុនមកអ្នកគ្រប់គ្នាគិតថាការរត់ចេញពីគុកមួយនេះវាគឺជារឿងដែលមិនអាចទៅរួចទេហើយផែនការក្នុងការរត់ចេញពីគុកអាកាត្រានេះគឺជាការប្រួយផ្ដើមគំនិតដំបូងគេបង្អស់របស់ម៉ូរីបន្តទៀតនៅពេលយប់ឡើងក្រុមអ្នកយាមដែលត្រួតពិនិត្យឆែកឆេរទៅកាន់អ្នកទោសរួចហើយពួកគេបានត្រឡប់ទៅសម្រាកវិញម៉ូរីបានបញ្ញាប់បញ្ញាល់យកកន្ត្រៃកាត់កញ្ចក់ចេញពីសភៅមកកេះខ្វេះខ្វាយជាងក្នុងបន្ទប់ឃុំខ្លួនរបស់គាត់ហើយយើងឃើញថាជាងគុកមួយហ្នឹងមានភាពផុយស្រួយទៅហើយពីព្រោះតែវាក៏សាងមកជាយូរឆ្នាំសភាពចាស់អញ្ចឹងណាគ្រាន់តែប្រើប្រាស់កន្ត្រៃសម្រាប់កាត់កញ្ចក់សោះក៏អាចខ្វេះយកស៊ីម៉ងចេញពីអញ្ជាងគុកមួយហ្នឹងបានដោយងាយស្រួលបំផុតបន្តទៀតសាច់រឿងក៏បានកាត់មកដល់ពេលវេលាព្រឹកឡើងប្រពន្ធរបស់ Charlie បានមកសួរសុខទុក្ខ Charlie មកដល់ទីតាំងនៅក្នុងគុកតែម្ដងនៅក្នុងអំឡុងដែលពួកគេទាំងពីរនាក់និយាយសន្ទនាជាមួយគ្នាប្រពន្ធរបស់ Charlie បាននិយាយប្រាប់ទៅកាន់ប្តីរបស់ខ្លួនថាម្ដាយបង្កើតរបស់ Charlie ពេលនេះធ្លាក់ខ្លួនឈឺខ្លាំងមែនទែនតាមការវិនិច្ឆ័យរបស់លោកគ្រូពេទ្យម្ដាយរបស់គាត់គឺនៅសល់រយៈពេលប្រហែលជា 2-3 ខែទៀតប៉ុណ្ណោះនឹងត្រូវស្លាប់បង់ជីវិតហើយបន្ទាប់បានលើបែបនេះធ្វើឲ្យ Charlie ខូចចិត្តខ្លាំងមែនទែនស្ទើរតែប្រេះយះបេះដូងចេញមកក្រៅទៅហើយនឹងចាប់ផ្ដើមមានគំនិតចង់ឲ្យគុករត់ចេញពីទីនេះដើម្បីទៅជួបជាមួយនឹងម្ដាយរបស់ខ្លួនជាលើកចុងក្រោយបន្ទាប់មកនៅពេលយប់ឡើងពេលដែលត្រឡប់មកកាន់បន្ទប់ឃុំខ្លួនវិញ Charlie បាននិយាយទៅកាន់ Mori ថាបើសិនជា Mori មានគម្រោងឬក៏ផែនការចង់រត់គេចចេញពីទីតាំងគុកមួយនេះសូមមេត្តាប្រាប់ខ្លួនផងពីពលរដ្ឋក៏ចង់ចូលរួមដែរបន្តទៀតនៅពេលព្រឹកឡើងក្រុមពួកគេបានមកអង្គុយជួបជុំគ្នាញ៉ាំអាហារពេលព្រឹកបណ្ដើរនិយាយភាសាគ្នាដោយសំឡេងខ្សឹបខ្សឹបបំផុតពីព្រោះតែខ្លាចក្រុមសន្តិសុខស្ដាប់ឮបន្ទាប់ពីនិយាយផែនការក្រុមការរត់គេចប្រាប់ទៅកាន់អ្នករកគ្នារួចហើយ Mori បាននិយាយបញ្ជាក់ប្រាប់ពីបញ្ហាឧបសគ្គរបស់ពួកគេថាតើគួរតែឆ្លងកាត់ទឹកសមុទ្រមួយនេះដោយរបៀបណាដើម្បីអាចត្រឡប់ទៅដល់ដីគុកវិញបានដោយសារតែ John ជាមួយនឹង Clarence ពួកគេធ្វើការនៅក្នុងគុកមួយនឹងកាន់ផ្នែកកាត់ដេរខោអាវសម្លៀកបំពាក់ Mori បាននិយាយប្រាប់ទៅកាន់ពួកគេទាំងពីរនាក់នៅពេលដែលពួកគេមានឱកាសដាច់ខាតពួកគេទាំងពីរនាក់នឹងត្រូវតែលួចយកប្រភេទពពួកអាវការពារទឹកភ្លៀង
យកវាមកកាន់កន្លែងឃុំឃាំងរបស់ពួកគេមកពីព្រោះតែនៅពេលដែលពួកគេរត់គេចខ្លួននៅពេលយប់ពួកគេនឹងប្រើប្រាស់ប្រភេទអាវភ្លៀងទាំងអស់ហ្នឹងយកវាមកធ្វើជាក្បូនជិះឆ្លងកាត់ទឹកសមុទ្រតែម្ដងអ្នកគ្រប់គ្នាពេលនេះពេញចិត្តជាមួយនឹងគម្រោងផែនការរបស់ម៉ូរីខ្លាំងមែនទែនដូចនេះហើយពួកគេក៏បានធ្វើការតាំងចិត្តបដិញ្ញាចិត្តនិងធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ដើម្បីជួយម៉ូរីជានិច្ចបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់ពេលយប់ឡើងម៉ូរីបានចាប់ផ្ដើមធ្វើការងាររបស់ខ្លួនដោយបានយកអាកត្រៃកាត់កញ្ចក់មកកេះកកាយសេម៉ង់ជើងថ្មបន្ទប់ឃុំខ្លួនរបស់គាត់ដោយបានសហការជាមួយនឹងឆាលីដោយឆាលីជាអ្នកមើលផ្លូវបើសិនជាមានក្រុមសន្តិសុខអ្នកយាមដើរចូលមកឆាលីនឹងធ្វើជាសញ្ញាប្រាប់ទៅកាន់ម៉ូរីឲ្យបានដឹងមុនម៉ូរីខិតខំប្រឹងប្រែងខ្លាំងមែនទែនដើម្បីជីកទម្លុះជញ្ជាំងថ្មមួយនឹងប៉ុន្តែវាមិនមែនជាការងារស្រួលឡើយដោយសារតែកត្រៃកាត់កញ្ចក់វាតូចត្រូវចំណាយពេលវេលាយូរដៃរបស់គាត់ពេលនេះចាប់ផ្ដើមមានរបួសឈឺចាប់ផងដែរដោយសារតែខិតខំប្រឹងប្រែងខ្លាំងពេកព្រឹកថ្ងៃបន្ទាប់មកទៀតម៉ូរីបាននិយាយប្រាប់ទៅកាន់គ្នារបស់ខ្លួនទាក់ទងជាមួយនឹងបញ្ហាមួយនេះនិងបានព្យាយាមស្វែងរកវិធីសាស្ត្រផ្សេងធ្វើយ៉ាងណាដើម្បីជីកកកាយសំងចេញពីជញ្ជាំងគុកឲ្យវាមានភាពងាយស្រួលជាជាងប្រើកូនកន្ត្រៃកាត់កញ្ចក់ដូចនេះហើយម៉ូរីក៏បានសម្រេចចិត្តលួចយកស្ព្រាញ៉ាំបាយដាក់ចូលទៅខាងក្នុងហៅប៉ៅរបស់ខ្លួនទៅដោយមិនឲ្យក្រុមអ្នកយាមមើលឃើញឬក៏ចាប់អារម្មណ៍ជាមួយនឹងសកម្មភាពលួចរបស់គាត់ទេបន្ទាប់ពីប្រមូលលួចយកសម្ភារៈដែលគាត់ត្រូវការបានសម្រេចរួចហើយម៉ូរីបានប្រើប្រាស់ IQ ទេពកោសល្យរបស់គាត់កែច្នៃឧបករណ៍ចេញពីស្ព្រាបាយជាមួយនឹងអាប្រដាប់កាត់កញ្ចក់ដើម្បីយកទៅជីកកកាយផ្ទាំងថ្មចេញពីជញ្ជាំងគុកបន្តទៀតឧបករណ៍មួយហ្នឹងគឺដំណើរការបានល្អខ្លាំងមែនទែនម៉ូរីមានភាពងាយស្រួលជាងមុនការជីកកកាយរបស់គាត់មិនសូវជាប្រើកម្លាំងទេថែមទាំងបានធ្វើការលឿនទៀតផងស្របពីហ្នឹងស្រាប់តែមានអ្នកយាមម្នាក់បានដើរចូលមកឆាលីបានធ្វើជាសញ្ញាប្រាប់ទៅកាន់ម៉ូរីពួកគេស្ទើរតែបែកការទៅហើយប៉ុន្តែម៉ូរីបានបញ្ញាបញ្ញាលយកវ៉ូលីមកដាក់បិទបាំងកន្លែងចន្លោះប្រហោងដែលគាត់ជីកកាយថ្មចេញពីជញ្ជាំងនិងបានធ្វើពុតដេកអានសភៅនៅលើគ្រែវិញអបិអ្នកយាមម្នាក់ហ្នឹងមិនមានការសង្ស័យអ្វីឡើយម៉ូរីក៏អាចគេចផុតចេញពីគ្រោះថ្នាក់បានមួយគ្រាទៅបន្តទៀតម៉ូរីខិតខំប្រឹងប្រែងខ្លាំងមែនទែនជីកកាយយកស៊ីម៉ង់ទម្លុះជញ្ជាំងគុកមួយហ្នឹងប៉ុន្តែគាត់បានជួបជាមួយនឹងបញ្ហាឧបសគ្គបន្តទៀតហើយពីព្រោះតែសំណាញ់ដែកបានចាក់ជាប់ជាមួយនឹងស៊ីម៉ង់ទោះបីជាគាត់ខំប្រឹងរុញផងយកជើងធាក់ឲ្យវាលបើកយ៉ាងណាក៏ដោយនៅតែមិនអាចបើកទម្លុះសំណាញ់ដែកមួយហ្នឹងបានដដែលដូចនេះហើយគាត់ត្រូវការឧបករណ៍ពិសេសម្យ៉ាងដែលអាចកាត់ទម្លុះសំណាញ់ដែកមួយហ្នឹងបានហើយកំទេចស៊ីម៉ង់ដែលគាត់ខ្វេះជញ្ជាំងម៉ូរីបានដាក់វាចូលទៅខាងក្នុងកប៉ៅខោរបស់ខ្លួននៅពេលដែលចេញមកខាងក្រៅទើបគាត់យកវាមកបង្ហុយក៏វត្តចោលបន្តិចម្ដងដើម្បីបំបត្តិភ័ស្តុតាងបន្តទៀតនៅពេលដែលម៉ូរីចូលធ្វើការផ្នែកជាងឈើនៅក្នុងគុកម៉ូរីបានលួចយកឧបករណ៍ពិសេសមួយដែលអាចប្រើការកាត់សំណាញ់ដែកមួយនឹងបានប៉ុន្តែនៅពេលដែលដើរចេញមកខាងក្រៅក្រុមសន្តិសុខបានប្រើប្រាស់ម៉ាស៊ីនស្កេនចាប់ឆែកឆេរខ្លួនប្រាណរបស់ម៉ូរីក៏បានយកវាមកបង្ហាញប្រាប់ទៅកាន់សន្តិសុខតាមត្រង់តែម្ដងថាគាត់ត្រូវការរបស់មួយនេះប៉ុន្តែក្រុមសន្តិសុខមិនព្រមទេបានដកហូតយករបស់មួយនឹងវិញទៅតាមការពិតអ្វីគ្រប់យ៉ាងគឺជាគម្រោងផែនការរបស់លោកម៉ូរីពីព្រោះតែម៉ូរីបានយកអាផ្សេងមួយទៀតដាក់នៅក្រោមស្បែកជើងរបស់ខ្លួនគាត់ធ្វើបែបនេះដើម្បីបង្វែងដានក្រុមអ្នកយាមគឺគាត់ពិតជាមាន IQ ខ្ពស់ខ្លាំងមែនទែនបាទនៅពេលនេះដែរម៉ូរីប្រើប្រាស់ឧបករណ៍មួយនឹងកាន់ផ្ដាច់ទម្លុះសំណាញ់ដែកបានជោគជ័យខណៈពេលនឹងផងដែរឆាលីចនជាមួយនឹងក្លារិនពួកគេនឹង3នាក់បានចាប់ផ្ដើមធ្វើសកម្មភាពដូចគ្នាជាមួយនឹងម៉ូរីផងដែរជំហានផែនការទី1ក្នុងការរត់គេចរបស់ពួកគេទទួលបានជោគជ័យហើយបន្ទាប់មកក្រុមរបស់ពួកគេត្រូវតែបង្កើតក្បាលមនុស្សខ្លាយៗពីព្រោះតែនៅពេលដែលពួកគេរត់គេចខ្លួនពួកគេនឹងរៀបចំមនុស្សខ្លាយៗដែលដេកនៅលើគ្រែដើម្បីបោះបញ្ឆោតទៅកាន់ក្រុមអ្នកយាមថាពួកគេមិនបានរត់ចេញទៅណាទេគឺនៅដេកនៅលើគ្រែអញ្ចឹងណានៅពេលនេះក្រុមរបស់ពួកគេចាប់ផ្ដើមបែងចែកការងារធ្វើរៀងៗខ្លួនដោយចនបានទៅលួចយកសក់ចេញពីកន្លែងការងាររបស់គាត់ផ្នែកសាឡននៅក្នុងគុកចំណែកឆាលីគេទទួលខុសត្រូវតាក់ទងជាមួយនឹងគ្រឿងសម្ភារៈសម្រាប់លាបថ្នាំពណ៌រីឯម៉ូរីគេបានទៅលួចយកទស្សនាបដីចាស់ៗនៅក្នុងបណ្ណាល័យនៅពេលពួកគេទទួលបានឧបករណ៍ទាំងអស់នឹងរួចរាល់អស់ហើយក្រុមពួកគេចាប់ផ្ដើមធ្វើក្បាលមនុស្សខ្លាយៗដើម្បីទុកបោកបញ្ឆោតបន្លំភ្នែករបស់ក្រុមអ្នកយាមមិនតែប៉ុណ្ណោះម៉ូរីបានប្រើប្រាស់กระดาษកាសែតមួយនឹងគូររូបភាពនៅអាសំណាញ់ដែកបិទជាប់ជាមួយនឹងជញ្ជាំងនៅត្រង់ចំណុចដែលគាត់បានជីកទម្លុះជញ្ជាំងគុកដែលធ្វើឲ្យក្រុមអ្នកយាមមិនបានចាប់អារម្មណ៍មិនមានការសង្ស័យឡើយហើយនៅយប់មួយម៉ូរីចាប់ផ្ដើមសាកល្បងវាចេញទៅខាងក្រៅតាមចន្លោះប្រហោងដែលគាត់បានចោះទម្លុះជញ្ជាំងរួចដើម្បីត្រួតពិនិត្យមើលខាងក្រៅថាតើពួកគេនឹងជួបរឿងរ៉ាវឧបសគ្គអ្វីបន្តទៀតដោយបានយកក្បាលមនុស្សខ្លាយៗដែលពួកគេបានបង្កើតឡើងដាក់បន្លំឲ្យដេកនៅលើគ្រែនៅពេលនេះដែរម៉ូរីចាប់ផ្ដើមវាចេញមកខាងក្រៅតាមរយៈបំពង់ទយោទឹករហូតដល់ផ្លូវទល់ត្រង់ចំណុចផ្លូវច្រកចេញគឺវាមានទ្វារដែកមួយតង់ទៀតថែមទាំងនៅខ្ពស់ទៀតផងគាត់ម្នាក់ឯងមិនអាចលោតតោងចាប់ដល់ទេស្របពេលនឹងផងដែរស្រាប់តែមានក្រុមអ្នកយាមម្នាក់បានដើរចូលមកមើលទៅកាន់បន្ទប់របស់ម៉ូរីផងដែរដោយសារតែឃើញក្បាលមនុស្សខ្លាយៗដេកនៅស្ងៀមនៅលើគ្រែបែបនេះអ្នកយាមម្នាក់នឹងក៏បានគិតថាម៉ូរីកំពុងដេកគេងលូកដូចនេះហើយគាត់ក៏បានដើរចាក់ចេញត្រឡប់ទៅវិញទៅដោយមិនមានការសង្ស័យអ្វីទេព្រឹកថ្ងៃបន្តមកទៀតម៉ូរីបាននិយាយប្រាប់ទៅកាន់គ្នារបស់ខ្លួនទាក់ទងជាមួយនឹងបញ្ហាទ្វារនៅខាងក្រៅដូចនេះហើយនៅពេលយប់ឡើងចនជាមួយនឹងម៉ូរីពួកគេនឹងពីរនាក់បានលួចចេញទៅត្រួតពិនិត្យមើលម្ដងទៀតដោយមានការប្រុងប្រយ័ត្នប្រយែងបំផុតដើម្បីការពារខ្លាចក្រាញ់លោបែកការក្រុមសន្តិសុខអ្នកយាមមើលឃើញពួកគេនៅពេលនេះពួកគេនឹងពីរនាក់បានមកដល់ទីតាំងកន្លែងទ្វារមួយនឹងម៉ូរីបានជិះករបស់ចនទើបអាចតោងឡើងទៅលើទ្វារមួយនឹងបានបន្ទាប់ពីត្រួតពិនិត្យមើលរួចរាល់ហើយពួកគេបានពិភាក្សា
សារគ្នាដើម្បីស្វែងរកឧបករណ៍កែច្នៃរបស់របរមកកាត់ទម្លុះទ្វារមួយនឹងទើបអាចពួកគេរត់ចេញទៅខាងក្រៅបានថ្ងៃបន្ទាប់មកទៀតនៅក្នុងថ្នាក់រៀនតន្ត្រីម៉ូរីបានសម្លឹងឃើញកង្ហារមួយវាបានខូចទៅហើយទុកដាក់តាំងនៅលើតុបន្ទាប់ពីបានឃើញកង្ហារមួយនឹងភ្លាមម៉ូរីគិតថាគាត់អាចកែច្នៃរបស់មួយនឹងយកមកប្រើប្រាស់ធ្វើជាប្រយោជន៍បាននៅពេលពួកគេរៀនចប់ដល់ម៉ោងឈប់សម្រាកត្រូវចេញទៅវិញម៉ូរីក៏បានបញ្ញាបញ្ញាលលួចយកកូនដង្ហារមួយនឹងដាក់ចូលខាងក្នុងកាបូបឧបករណ៍តន្ត្រីរបស់ខ្លួនទៅនៅបានដើរចេញទៅវិញដោយគ្មានការសង្ស័យពីក្រុមសន្តិសុខអ្នកយាមទេពីប្រកបពូកែខ្លាំងមែនទែនក្នុងការលេងចិត្តសាស្ត្របោកបញ្ឆោតក្រុមអ្នកយាមបន្តមកទៀតនៅពេលដែលត្រឡប់មកដល់កន្លែងឃុំខ្លួនរបស់គាត់វិញម៉ូរីបានកែច្នៃម៉ូទ័រកង្ហារមួយនឹងឲ្យក្លាយជាឧបករណ៍កាត់ដែកចនជាមួយនឹងម៉ូរីពួកគេទាំងពីរនាក់បានចេញទៅខាងក្រៅជួយគ្នាកាត់ទម្លាយទ្វារដែកមួយនឹងបានជោគជ័យសម្រេចទោះបីជាបង្កសំឡេងចេញពីម៉ូទ័រកាត់ដែកលើចេញមកខាងក្រៅខ្លះក៏ដោយប៉ុន្តែក្រុមអ្នកយាមហាក់ដូចជាមិនសូវខ្វល់ខ្វាយជាមួយទេហើយក៏មិនបានចេញទៅត្រួតពិនិត្យឆែកឆេរមើលដែរចនជាមួយនឹងម៉ូរីនៅពេលដែលពួកគេកាត់ដែកបើកទម្លុះទ្វារមួយនឹងបានសម្រេចហើយពួកគេក៏បានបញ្ញាបញ្ញាលត្រឡប់មកកាន់កន្លែងដើមរបស់ខ្លួនវិញដើម្បីការពារកុំឲ្យក្រុមអ្នកយាមសន្តិសុខសង្ស័យទៅលើពួកគេថ្ងៃបន្តមកទៀតគណៈពេលដែលអ្នកទោសជាច្រើននាក់អង្គុយមើលកុនជួបជុំគ្នាម៉ូរី Charlie John ជាមួយនឹង Clarence បានយល់ព្រមឯកភាពគ្នាថាពួកគេនឹងរត់ចេញពីគុកនេះនៅយប់ថ្ងៃអង្គារតែម្ដងបន្តមកសាច់រឿងក៏បានកាត់មកដល់នៅថ្ងៃអង្គារពេលព្រឹកក្រុមអ្នកទោសបានមកជួបជុំគ្នាញ៉ាំអាហារពេលព្រឹកម៉ូរីបានយកផ្កាមួយយ៉ាងដាក់នៅលើតុអាហារតំណាងឲ្យលោកដនពីព្រោះតែតាំងពីមានរឿងមកពួកគេមិនបានជួបមិនបានឃើញលោកដនបន្តទៀតទេមិនដឹងថាលោកដនស្លាប់ឬក៏រស់ឡើយស្របពេលនោះស្រាប់តែ Warden ដែលជាប្រធានគុកសម្លឹងមើលឃើញពីចម្ងាយនិងចាប់ផ្ដើមមានការសង្ស័យពីប្រកបឃើញសកម្មភាពក្រុមរបស់ Mori ខុសប្លែកចម្លែកពីសពមួយដងដោយនេះហើយលោក Warden បានដើរចូលទៅនិយាយរំលឹកអំពីច្បាប់វិន័យនៅក្នុងគុកប្រាប់ទៅកាន់ពួកគេសារជាថ្មីបើសិនណាពួកគេហ៊ានតែប្រព្រឹត្តអ្វីខុសច្បាប់វិន័យរបស់គុកពួកគេនឹងត្រូវដាក់ទណ្ឌកម្មធ្វើបាបឬក៏ត្រូវបាញ់សម្លាប់ចោលជាមិនខានបន្ទាប់ពីនិយាយចប់ហើយ Warden បានយកផ្កាដែលក្រុមរបស់ Mori យកផ្កាមួយនឹងតំណាងឲ្យលោក Dot មកច្បាច់កំទេចចោលតែម្ដងទាំងធ្វើសកម្មភាពទាំងនឹងធ្វើឲ្យលោក Litmas មិនអាចទ្រាំទៀតបានទេគាត់បានសេវាក្រោកឡើងវាប្រហារទៅកាន់លោក Warden ប៉ុន្តែភ្លាមនោះស្រាប់តែសម្ពាធឈាមរបស់គាត់ឡើងខ្ពស់ធ្វើឲ្យចង្វាក់បេះដូងរបស់គាត់លែងលោតគឺគៀងបេះដូងស្លាប់បង់ជីវិតតែម្ដងនៅពេលល្ងាចឡើងលោក Warden បានបញ្ជាឲ្យក្រុមអ្នកយាមចូលទៅឆែកឆេរនៅក្នុងបន្ទប់ឃុំខ្លួនរបស់ Mori ដើម្បីឲ្យប្រកាសថា Mori មិនមានអ្វីលាក់បាំងឬក៏គម្រោងផែនការចង់រត់ចេញពីគុកអញ្ចឹងណាពួកគេបានព្យាយាមឆែកឆេរមើលរបស់របរគ្រប់បែបយ៉ាងប៉ុន្តែមិនអាចស្វែងរកអ្វីចាត់ប្រកាន់ជាការសង្ស័យបានទេហើយក៏មិនបានចាប់អារម្មណ៍ជាមួយនឹងអាចិញ្ចៀងគុកខ្លាយដែល Mori បានយកกระดาษមកលាបផាត់ពណ៌បន្លំភ្នែកប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោក Warden គាត់នៅតែមិនអស់ចិត្តនៅតែសង្ស័យទៅកាន់ Mori ដដែលដូចនេះហើយគាត់បានបញ្ជាឲ្យកូនចៅរបស់គាត់ធ្វើការផ្លាស់ប្ដូរបន្ទប់ឃុំខ្លួនរបស់ Mori យកទៅដាក់នៅកន្លែងផ្សេងក្រុមអ្នកយាមនោះក៏បាននិយាយឆ្លើយតបទៅកាន់មេរបស់ពួកគេវិញថាឥឡូវនេះពួកគេមិនអាចរៀបចំទាន់ទេគឺរងចាំនៅថ្ងៃស្អែកទើបអាចធ្វើឯកសាររួចរាល់ផ្លាស់ប្ដូរ Mori ទៅកាន់កន្លែងផ្សេងបានឈុតបន្ទាប់ទៀតយើងឃើញថាវោះពេលនេះត្រូវបានក្រុមសន្តិសុខដោះលែងឲ្យមានសេរីភាពចេញពីគុកអង្កត់វិញគេពិតជាខឹងជាមួយនឹង Mori ខ្លាំងមែនទែននិងបានធ្វើការតាំងចិត្តថាដាច់ខាតត្រូវតែសងសឹកសម្រាប់ Mori ឲ្យបានប៉ុន្តែ Mori វិញគាត់បានត្រៀមខ្លួនរួចជានិច្ចមិនឲ្យអបិវោះអាចមានឱកាសចូលមកវាយធ្វើបាបសម្រាប់គាត់បានទេបន្តទៀតនៅពេលដែលក្រុមអ្នកទោសចេញមកខាងក្រៅដើរលេងទំនេរពីការងារអញ្ចឹងណាអបិវោះបានឆ្លៀតឱកាសមួយនឹងយកអាវុធចេញពីដៃគ្នារបស់គេគោលបំណងដើម្បីចាក់សម្លាប់ Mori ចោលតែម្ដងដើម្បីជាការសងសឹកប៉ុន្តែផែនការពីនឹងមិនទទួលបានជោគជ័យឡើយពីព្រោះតែអ៊ីងក្លែនបានចូលមកចាប់ហាមឃាត់អបិវោះបានសម្រេចមិនឲ្យអបិវោះបង្ករឿងទេអបិវោះពេលនេះក៏មិនហ៊ានតវ៉ាឬក៏ប្រឆាំងជាមួយនឹងអ៊ីងក្លែនដែរដោយសារតែអ៊ីងក្លែនមានបកពួកគ្នាជាច្រើនទៀតនៅត្រង់ចំណុចមួយនឹងអ៊ីងក្លែនបានជួយសង្គ្រោះជីវិតរបស់ Mori បន្តទៀតសាច់រឿងក៏បានកាត់មកដល់ពេលវេលាយប់ឡើងក្រុមរបស់ Mori បានឆ្លៀតឱកាសរត់ចេញពីគុកនៅយប់នេះតែម្ដងតាមគម្រោងផែនការដែលពួកគេបានរៀបចំមកជាយូរណាស់មកហើយប៉ុន្តែភ្លាមនោះស្រាប់តែ Charlie ចាប់ផ្ដើមកែប្រែចិត្តវិញបែរជាមិនព្រមចេញទៅតាមពួកគេនឹង3នាក់ទេដោយសារតែ Charlie មានការភ័យខ្លាចគិតច្រើនMori John ជាមួយនឹង Clarence ពួកគេនឹង3នាក់ក៏បានបញ្ញាបញ្ញាចាក់ចេញទៅនិងបានជួយគ្នាទៅវិញទៅមកដើម្បីអាចចេញទៅខាងលើបានពីព្រោះតែច្រកទ្វារនឹងវានៅខ្ពស់ខ្លាំងពេកនៅពេលនេះយើងឃើញថាពួកគេនឹង3នាក់បានឡើងមកខាងលើរបស់អគារហើយភ្លាមនោះស្រាប់តែ Charlie ចាប់ផ្ដើមផ្លាស់ប្ដូរចិត្តវិញគេបានបញ្ញាបញ្ញាចេញមកតាមពួកគេនឹង3នាក់ប៉ុន្តែតាមមិនទាន់ទេណាមួយ Charlie ក៏មិនអាចលោតទៅតោងបើកទ្វារនៅច្រកខាងលើបានដែរទោះតែមានមនុស្សជួយចាប់ទាញពីខាងលើទៅអាចឡើងទៅបានចុងក្រោយ Charlie បានត្រឹមតែត្រឡប់មកវិញដេកយំស្ដាយក្រោយប៉ុណ្ណោះពីព្រោះតែអាកាសដែលពួកគេអាចរត់ចេញពីគុកមួយនេះមានសេរីភាពវិញគឺត្រូវរលាយសូន្យទៅហើយពួកគេនឹង3នាក់បានឡើងតាមដំបងជាងគុកលុតចេញមកខាងក្រៅបានសម្រេចក្រុមអ្នកយាមទោះបីជាប្រើប្រាស់ភ្លើងខ្វាបាញ់សម្លឹងមើលជាប់ជានិច្ចក៏ដោយប៉ុន្តែមិនអាចមើលឃើញពួកគេនឹង3នាក់ទេដោយសារតែពួកគេក្រាបពូនគេចផុតពីបន្លឺភ្លើងខ្វាបានរហូតនៅពេលនេះដែរពួកគេនឹង3នាក់អាចរត់ចេញពីគុកមួយនេះមកខាងក្រៅបានសម្រេចហើយបាទប៉ុន្តែពួកគេត្រូវតែឆ្លងកាត់ទឹកសមុទ្រមួយតោងទៀតពួកគេនឹង3នាក់ក៏បានបញ្ញាបញ្ញាលយកអាវកៅស៊ូការពារទឹកភ្លៀងដែលពួកគេបានលួចបានយកមកធ្វើជាកាបូនបន្ទាប់ពួកគេរៀបចំអ្វីគ្រប់យ៉ាងរួចអស់ហើយពួកគេក៏បានចុះចូលទៅខាងក្នុងទឹកសមុទ្រទៅដោយប្រើប្រាស់ជើងរបស់ពួកគេនឹង3នាក់ធាក់ជាមួយនឹងទឹកម្លាស់ទីចាក់ចេញពីកន្លែងមួយនឹងបានសម្រេចហើយនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលមានមនុស្សអាចហែកគុកចេញពីទីនេះបានបន្តទៀតនៅពេលព្រឹកឡើងទើបក្រុមអ្នកយាមបានដឹងថា
ពួកគេនឹង3នាក់បានហែកគុករត់ចេញទៅបាត់ហើយ Warden បានបញ្ជាកូនចៅរបស់គាត់ជាច្រើននាក់តាមចាប់ពួកគេត្រឡប់មកវិញប៉ុន្តែទោះបីជាខិតខំប្រឹងប្រែងស្វែងរកយ៉ាងណាក៏ដោយនៅតែមិនអាចស្វែងរកឃើញដដែលពួកគេនឹង3នាក់បានបាត់ស្មៅសូនឈឹងតែម្ដងព័ត៌មានមួយនេះបានល្បីល្បាញពេញប្រទេសសូម្បីតែកងទ័ពជើងទឹកក៏បានចូលរួមជាមួយនឹងការងារបេសកកម្មតាមរកពួកគេនៅក្នុងទឹកសមុទ្រផងដែរប៉ុន្តែជាលទ្ធផលមិនមានភស្តុតាងឬក៏តម្រុយពីក្រុមពួកគេនឹង3នាក់ដដែលបន្ទាប់មកលោក Warden បានរកឃើញរបស់របររូបថតជាមួយនឹងសម្ភារៈផ្សេងទៀតរបស់ពួកគេនឹង3នាក់បានរសាត់ដណ្ដែតមកដល់ទីតាំងកោះមួយនៅក្បែរគុករបស់អាកាត្រាបន្ទាប់ពីបានឃើញរបស់របរទាំងអស់នឹងហើយលោក Warden បានគិតថារបស់ទាំងនឹងពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគេនឹង3នាក់មិនអាចបោះចោលបែបនេះបានទេដូចនេះហើយពួកគេនឹង3នាក់ច្បាស់ជាលង់ទឹកស្លាប់នៅក្នុងទឹកសមុទ្រនឹងបាត់ហើយប៉ុន្តែក្រុមការងារប៉ូលីសផ្សេងទៀតពួកគេគិតថាប្រហែលជាពួកគេនឹង3នាក់ជាអ្នកទុករបស់ទាំងអស់នឹងចោលដោយខ្លួនឯងដើម្បីបង្កើតសាច់រឿងបន្លំឲ្យពួកយើងគិតថាពួកគេស្លាប់នៅក្នុងទឹកសមុទ្រអស់ហើយអញ្ចឹងណាលោក Warden ពេលនេះគាត់បាក់មុខខ្លាំងមែនតើហើយក៏គ្មានអ្វីនិយាយជាមួយនឹងថ្នាក់លើរបស់គាត់ដែរពីព្រោះតែគាត់មិនមានសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំគុកមួយនេះបន្តទៀតឡើយទោះបីជាក្រុមប៉ូលីសក្រុមទាហានព្យាយាមខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏មិនអាចស្វែងរកឃើញតម្រុយពីពួកគេទាំង3នាក់បានដែរប្រហែលជាមួយឆ្នាំក្រោយមកទៀតគុកមួយនឹងក៏បានបិទទៅបាទដំណើរសាច់រឿងទាំងអស់នៅក្នុងសាច់រឿងមួយនេះគឺគេលេងដកស្រង់ចេញពីរឿងពិតកើតឡើងដោយផ្ទាល់តែម្ដងហើយសាច់រឿងរបស់យើងក៏កាត់បញ្ចប់តែត្រឹមហ្នឹងទៅអរគុណច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនដែលតាមដានទស្សនាសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់សម្រាប់បងប្អូនដែលទស្សនាថ្មីៗកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងផងដើម្បីទទួលបានវីដេអូការសម្រាយរឿងថ្មីៗបន្តទៀតបងប្អូនយល់ឃើញយ៉ាងណាឲ្យ Dating រឿងមួយនេះប្រមាណលើប្រមាណដែរជួយ comment ប្រាប់មានឲ្យបានដឹងផងគណៈពេលនេះខ្ញុំបាទរំទូ Movie សូមលាអ្នកទាំងអស់គ្នាសិនហើយសន្យាជួបគ្នានៅរឿងក្រោយទៀតបាយបាយ